đây nên ở khnia và có một căn phimបន្តrồi bỏ bụi dương một lần trước đó xảy rướng cũng phải chui chụp lại mẹ mùi phong ở con xảy rướng dươngបន្តឡើងនៅកន្លែងវ៉ារៀនដែលអាខាមកសួរនាំវ៉ារៀនអំពីការបង្កប់ឲ្យមានការវាយឆ្មក់ពីចាស់ទុំនៅសាសាវ៉ារៀននេះវិញដឹងច្បាស់ណាស់ប៉ុន្តែធ្វើមិនបើពួកគេជាអ្នកចេញបញ្ជាគេធ្វើអ្វីមិនបានទេមួយវិញទៀតនេះក៏ដឹងថាអ្នកនំសានោះជាអ្នកណាដែរប៉ុន្តែគេនៅតែមិនហាមឃាត់អាខាក៏ថាឲ្យតែគេមិនស្គាល់គ្រួសារអាស្តាធាទេឬបានជាមកធ្វើជាមិនអីអញ្ចឹងគ្រួសារនេះមានអំណាចណាស់នៅក្រមវល់អ្នកណាក៏ខ្លាចដែរឃើញវ៉ារៀនផឹកស្រាគេក៏ដឹងតែម្ដងថាមកពីអ្វីដោយសារតែធម្មតាគេមិនមែនជាមនុស្សផឹកបែបនេះនោះទេវាមកពីស្រីម្នាក់នោះហើយអាខាខំគិតថាវ៉ារៀនគ្រាន់តែយកនាងមកប្រើប្រាស់មានអាណាគេបែរជាមានចិត្តលើមនុស្សស្រីម្នាក់នេះទៅវិញតាំងពីគេកើតមកគេមានតែភាពធន់នៅក្នុងចិត្តរបស់គេទោះជាគេកើតមកជាកូនរបស់មេបញ្ជាការនេះមិនដែលខ្វល់ពីការរំពឹងទុកអ្វីឡើយនេះចេះតែធ្វើព្រោះថាគេមានភាពទទេនៅក្នុងខ្លួនក្នុងជីវិតរបស់គេមិនដែលមានគោលបំណងឬចង់បានអ្វីនោះឡើយគេគ្រាន់តែចង់ឲ្យភាពទទេនេះបាត់ទៅតែប៉ុណ្ណោះដល់ថ្ងៃមួយគេបានជួបមនុស្សស្រីម្នាក់នេះដែលនាងហាក់បីដូចជាកើតចេញពីព្រះច័ន្ទមកអញ្ចឹងទើបគេមានអារម្មណ៍មួយថាគេចង់បាននាងប៉ុន្តែបើជានាងកំពុងតែនៅក្នុងកណ្ដាប់ដៃរបស់ស៊ីហាត់ទៅវិញគ្រាន់តែគេគិតពីពួកគេទាំងពីរនៅជាមួយគ្នាវាធ្វើឲ្យគេមានអារម្មណ៍ខឹងជាខ្លាំងមែនហើយបើមានអ្វីដែលយើងចង់បានយើងត្រូវតែយកវាឲ្យបាននេះគឺជាសម្ដីរបស់វ៉ារៀនអ្នកទាំងអស់គ្នាមើលទៅគេមានកម្រងបីហើយចំណែកឯនារីម្នាក់នោះវិញកំពុងតែពិបាកចិត្តដោយសារតែវ៉ារៀននេះចង់ប្រើប្រាស់នាងគេមិនលក់បាក់មិនលះហើយដោយសារតែរឿងនេះឯងចំណែកឯពួកអ្នកបម្រើវិញឃើញទឹកមុខរបស់នាងបែបនេះបែរជាលួងលោមថាស៊ីហាតមិនបានមកដោយសារតែគាត់រវល់ដោះស្រាយបញ្ហាជាមួយនឹងមនុស្សមកពីក្រមវល់ដូចជានាងនេះត្រូវបានប្តីទុកចោលអញ្ចឹងប៉ុន្តែខណៈពេលនេះវិញនាងមិនចង់ឲ្យគេមករកនាងនោះទេមានអាណាយប់ជ្រៅបន្តិចស៊ីហាតក៏មកវិញអាស៊ីណាគេមិនលក់ទើបនាងមកអង្គុយមើលព្រះច័ន្ទហើយនាងមើលទៅស៊ីហាតដោយគិតក្នុងចិត្តថានាងសម្រេចចិត្តរួចហើយថានាងនឹងមិនទុកសុវត្ថិភាពគ្រួសាររបស់នាងនៅក្នុងគ្រោះថ្នាក់នោះទេដូច្នេះនាងត្រូវតែក្បត់បេហ៊ីដោយលបួងគេឲ្យខ្ញុំសុំទោសផងគិតហើយនាងក៏រត់ទៅអោបស៊ីហាតភ្លាមតែម្ដងហើយនាងនិយាយឡើងថានាងនឹកគេស៊ីហាតវិញក៏តបនាងនឹកយើងឯកូនឆ្មាមកពីយើងមិនបានមកមួយរយៈឬខ្ញុំនិយាយថាខ្ញុំនឹកលោកតើមានបញ្ហាអ្វីឬគ្មានអីនោះទេស៊ីហាតមានអារម្មណ៍អបន្តិចដោយសារតែនាងរៀងបើកចិត្តឲ្យគេបន្តិចហើយគេក៏គ្មានគោលបំណងឲ្យនាងចាក់ចេញទៅណាដែរគេនឹងធ្វើឲ្យនាងនៅក្បែរគេតតែបានអាស៊ីណានិយាយទាំងអៀនឲ្យគេជប់ហៅនាងថាកូនឆ្មាទៀតទៅបានទេព្រោះថានាងជាមនុស្សហើយមកហៅនាងអញ្ចឹងវាចម្លែកស៊ីហាតក៏តបមិនអីទេយើងនឹងហៅនាងអ្វីផ្សេងយើងនឹងហៅនាងថាព្រះច័ន្ទរបស់យើងមែនហើយនាងជាព្រះច័ន្ទរបស់យើងគេនិយាយហើយក៏កាន់ដៃរបស់នាងជាប់តែម្ដងវាធ្វើឲ្យបេះដូងអាស៊ីណានេះរំជើបរំជួលទៀតហើយបើនៅតែអញ្ចឹងនាងអាចក្បត់គេបានយ៉ាងម៉េចដូច្នេះហើយមានតែផ្លូវមួយទេនាងត្រូវតែចាក់ចេញពីនេះឲ្យផុតតែម្ដងថ្ងៃស្អែកឡើងចាស់គីតាឃើញទឹកមុខរបស់អាស៊ីណាក្រៀមក្រំតាំងពីជួបវ៉ារៀនមកនាងនៅតែប្រាប់អញ្ចឹងថាយប់នេះវ៉ារៀនចង់ជួបនាងអាស៊ីណាវិញក៏តបទាំងខឹងតែម្ដងថានាងមិនចង់ជួបគេនោះទេបន្ទាប់ពីភាពមុនបន្តិចអ្នកទាំងអស់គ្នាដែលណាសឺត្រូវបានសួរថាគេជឿអាស៊ីណាទេសម្រាប់ណាសឺគេមើលឃើញថានាងមិននិយាយការពិតទាំងស្រុងនោះទេសូម្បីតែស៊ីហាតក៏ដឹងដែរប៉ុន្តែគាត់បានលងនឹងនាងទៅហើយគេនិយាយអ្វីក៏មិនបានការនោះដែរអៃម៉ាន់ក៏សួរមានន័យថាម៉េចលងនោះណាសឺបញ្យល់ប្រាប់ថានៅពេលដែលស៊ីហាតបានដេញចាប់អាស៊ីណាមកវិញនោះគាត់បានប្រើធម្មពលរបស់គាត់ដែលជាអាទិទេពដូច្នេះវាបង្ហាញយ៉ាងច្បាស់ថាគាត់គិតយ៉ាងម៉េចចំពោះនាងហើយនាងសំខាន់ប៉ុណ្ណាសម្រាប់គាត់អញ្ចឹងហើយវាពិតជាមានហានិភ័យណាស់ដែលស្ដេចដូចជាស៊ីហាត់ទាំងមូលមកលងនឹងនារីដែលមិនស្គាល់អត្តសញ្ញាណពិតប្រាកដបែបនេះមានណាយប់ឡើងអៃម៉ានក៏មករកអាស៊ីណាដោយនិយាយថាខ្លួនចង់មកសួរនាងតើនាងរស់នៅទីនេះស្រួលទេនឹងមានបញ្ហាអ្វីឬទេដោយទូស្រីដឹងច្បាស់ណាស់ថាគេកុហកទេគេមកនេះប្រកាសជាចង់បានព័ត៌មានអ្វីពីនាងហើយអៃម៉ានក៏លើករឿងថាគ្រប់គ្នាកំពុងតែជប់លៀងយ៉ាងសប្បាយប៉ុន្តែអាស៊ីណានៅទីនេះម្នាក់ឯងច្បាស់ជាឯកាហើយទើបគេមកនិយាយលេងជាមួយ
អាស៊ីណាឆ្ងល់ណាស់ថាពិធីជប់លៀងអ្វីឯម៉ាន់ក៏ប្រាប់ពីការធ្វើដំណើរទៅរកអ៊ីស្ម៉ាអែលនោះហើយប្រជាជនប្រារព្ធពិធីសម្រាប់អបអរទៅកាន់គុណដែលមិនបានបោះបង់ពួកគេចោលហើយគេនិយាយប្រាប់អាស៊ីណានេះព្រោះគេចង់ឲ្យនាងដឹងថាគុណសំខាន់សម្រាប់ពួកគេយ៉ាងណាហើយពួកគេបានឲ្យអ្វីគ្រប់យ៉ាងដែលមានតម្លៃទៅកាន់គាត់ឲ្យតែគាត់នៅក្នុងផឺសៀននេះរួមជាមួយនឹងនារីផងដែរនិយាយដល់ត្រឹមនេះតួស្រីយើងដឹងតែម្ដងថាគេចង់បានន័យថាម៉េចគេចង់ឲ្យនាងជប់រញ៉េរញ៉ៃជាមួយរាគុណរបស់ពួកគេទៀតអាស៊ីណាក៏ខ្ញាល់តែម្ដងថាឲ្យគេនាងមិនខ្វល់ទេព្រោះនាងមិនមែនជាមនុស្សនៅទីនេះហើយបើចង់ទុករាគុណនៅទីនេះរហូតរកផ្លូវដោយខ្លួនឯងទៅនេះក៏ដោយសារតែនាងនឹងចាក់ចេញពីទីនេះដែរឯម៉ានក៏និយាយឡើងថាវាដល់ពេលដែលនាងគួរតែទៅហើយនិយាយរួចនេះក៏ចេញទៅមើលទៅដូចជាគេបើកផ្លូវឲ្យនាងទៅអញ្ចឹងអាស៊ីណានេះវិញខឹងគេមែនតែនដោយគេមកថាឲ្យនាងហើយនៅខ្លាចបេហ៊ីចាក់ចេញដោយសារស្រីម្នាក់ទៀតនាងដឹងច្បាស់ណាស់ថាបេហ៊ីនឹងមិនបំបោះបង់មនុស្សរបស់គេចោលនោះទេមិនក៏ពួកគេចាំបាច់ចងគេទុកបែបនេះតើនេះមានន័យថាគេនឹងនៅទីនេះរហូតទាល់តែដល់ថ្ងៃស្លាប់ឬនាងក៏ធ្លាប់មានអារម្មណ៍ថាជាប់ទុកបែបនេះពីមុនមកដែរតួស្រីក៏ដើរចេញទៅក្រៅដោយដែលការរំពឹងទុកគ្មានអ្នកណានិយាយនាងទេសូម្បីតែការីមនេះគឺជាឱកាសរបស់នាងហើយដើរចេញមិនបានប្រមាណជំហានផងក៏មានមនុស្សមកចាប់នាងទៅ